រាជរាជសបាយនៅក្នុងប្រទេសព្រោះអីថ្ងៃនេះបានសុំការអនុញ្ញាតអំពីលោកតាដើម្បីរកបុកផាយកទៅប្រគេនលោកតានិងបុកថ្វាយណែព្រះពុទ្ធផងអមើលចោះរុក្ខជាតិនិងទេសភាពនៅតាមដងភ្នំទូរគុំករីបរពតយ៉ាងឡាលំអឆាត់ឆាយទៅដល់រុក្ខាតូចធំតែម្ដងហើយនោះសម្រស់បុកផារីកនៅក្នុងព្រៃចោកក្លិនពីដោក្រអូបឈ្ងុយឈ្ងប់លាយឡំជាមួយនឹងសំឡេងរៃបណ្ដឹងយំពីរោះត្រហឹងបិចដូចជាតន្ត្រីកំពុងតែកំដរអារម្មណ៍របស់ខ្ញុំឲ្យភ្លៀងភ្លឹកភ្លេចនឹកគិតទៅដល់ទឹកដីបរិយនគរតែទោះបីយ៉ាងណាក៏ខ្ញុំមិនភ្លេចអ្នកមានគុណព្រះមេត្តាព្រះរាជបិតាដែលធ្លាប់តែបីបំធ្លាប់ថែរក្សាតាំងពីវ័យកុមារភាពមកសម្លឹងទៅឯនាជើងភ្នំមានទាំងរុក្ខជាតិទាំងបុប្ផាផ្លែផល្លាទាំងឡាយមានទុំចាស់ចៃច្រើនណាស់ជាឱកាសល្អរបស់ខ្ញុំបាញ់ចឹងខ្ញុំត្រូវតែស្រត់ដំណើរទៅឯនាជើងភ្នំនោះដើម្បីរកផ្លែផល្លាទុំល្អដើម្បីប្រគេនធ្វើជាចង្ហាន់ដល់លោកតាផងបាញ់ចឹងធ្វើដំណើរទៅសិន